សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីប្លែកទៀតហើយចាគឺញាំផ្សិតគ្រួសចាញាំផ្សិតគ្រួសណាបងប្អូនណាស្គាល់ផ្សិតគ្រួសខ្លះចាឥឡូវនេះគឺខ្ញុំប្រាប់ពីវិធីធ្វើនៃការញាំផ្សិតគ្រួសនឹងតែម្ដងណាបងប្អូនប៉ុន្តែមុននឹងដឹងពីវិធីធ្វើយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាចាគឺយើងមានផ្សិតគ្រួសចាវាមានលក្ខណៈបែបហ្នឹងណាផ្សិតគ្រួសចាវាឡាយអញ្ចឹងបងប្អូនប៉ុន្តែមិនមែនទេច្របដូចរបៀបដូចសារាយយើងដាក់ស៊ុបចាបន្ទាប់មកយើងមានតកួនមានជីរមុកមានត្រីចាហើយនឹងក្រូចថ្លុងចាបងប្អូនប្លែកអត់ចាគឺយើងញោមដាក់ក្រូចថ្លុងណាបងប្អូនលាយជាមួយនឹងផ្សិតគ្រួសណាចាហើយបន្ទាប់មកគឺយើងមានប្រហុកចាដោយសារប្រហុកគឺខ្ញុំចំហុយជាមួយនឹងក្នុងបាយតែម្ដងកុំឲ្យពិបាកចំហុយពី3ដងបងប្អូនរបៀបបុរាណងាយចាឥឡូវនេះយើងចាប់ផ្ដើមស្ងោរត្រីទៅហើយត្រីឆ្អិនគឺយើងចាប់ផ្ដើមបេះសាច់ត្រីនឹងតែម្ដងណាបងប្អូនឥឡូវនេះយើងចាប់ផ្ដើមហាន់ស្ពៃក្តោបចាមានជាមួយនឹងខ្ទឹមក្រហមចាហើយយើងចាប់ផ្ដើមបេះត្រីឲ្យស្អាតហើយយើងមានទឹកសក់មានអីចឹងណាចាញាំយើងបងប្អូនចង់ដាក់អីក៏បានដែរបងប្អូនណាចាមានអំពិលទុំចាជាមួយនឹងទឹកដែលស្ងោរត្រីមិញហ្នឹងណាតបមកយើងចាប់ផ្ដើមធ្វើរបៀបដូចទឹកគ្រឿងចឹងណាបងប្អូនចាប៉ុន្តែសូមបញ្ជាក់ទៀតធ្វើឲ្យរសជាតិដិតណាបងប្អូនណាឲ្យរសជាតិដិតប្រៃផ្អែមជូរឲ្យដិតចាបន្ទាប់មកទៀតគឺយើងបានជាលទ្ធផលទឹកគ្រឿងរបស់យើងហើយយើងចាប់ផ្ដើមផ្សំគ្រឿងបន្លែយើងតែម្ដងគឺមានទឹកសក់មានស្ពៃក្តោបចាយើងដាក់ទៅចូលក្នុងឆ្នាំងដើម្បីច្បល់វាចូលគ្នាឲ្យវាចូលជាតិជាមួយនឹងទឹកញាំរបស់យើងណាបងប្អូនបន្ទាប់មកយើងដាក់តកួនចាតកួនជាមួយនឹងផ្សិតគ្រួសយើងតែម្ដងជាមួយនឹងជីគ្រប់មុខចាយើងដាក់ចូលគ្នាទាំងអស់ទៅបន្ទាប់មកទៀតចាយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកចាទឹកគ្រឿងយើងណាទឹកដែលយើងនេះមិញហ្នឹងណាយើងផ្សំគ្រឿងមិញហ្នឹងណាចានេះផ្សិតគ្រួសគឺវាមានលក្ខណៈអញ្ចឹងណាបងប្អូនចាអ្នកខ្លះអត់បានដែលដឹងអត់ដែលស្គាល់ដែលឃើញផ្សិតគ្រួសទេចាហើយផ្សិតគ្រួសហ្នឹងគឺដុះនៅតាមទឹកអូរដែលវាថ្លាអញ្ចឹងណាបងប្អូនចាប៉ុន្តែខ្ញុំអត់ចេះរកទេបងប្អូនណាខ្ញុំទិញគេដែរបន្ទាប់មកយើងដាក់ជាមួយនឹងក្រូចថ្លុងរបស់យើងណាអញ្ចឹងមុខម្ហូបថ្ងៃនេះគឺមានឈ្មោះថាញាំផ្សិតគ្រួសជាមួយនឹងក្រូចថ្លុងចាហើយបន្ទាប់មកយើងច្បល់បញ្ចូលគ្នាមកហើយខ្ញុំបញ្ជាក់ទៀតគឺទឹកគ្រឿងរបស់យើងគឺឲ្យដិតណាមានន័យថាទឹកញាំរបស់យើងគឺត្រូវតែឲ្យដិតជូរប្រៃផ្អែមឲ្យដិតចាតែបើបងប្អូនធ្វើតាមចំណង់ចំណូលចិត្តរសជាតិតាមបងប្អូនក៏បានដែរចាប៉ុន្តែបើវារសជាតិដិតឆ្ងាញ់អញ្ចឹងណាបងប្អូនបន្ទាប់ពីយើងច្បល់ចូលគ្នាហើយយើងចាប់ផ្ដើមដាក់សណ្តែកដីចូលសណ្តែកដីនោះបងប្អូនចង់រោយពីលើក៏បានចង់ច្បល់ចូលគ្នាក៏បានដែរចាហើយជាទូទៅអ្នកខ្លះទៀតគឺគេដាក់សាច់ជ្រូក3ជាន់ស្ងោរដាក់លាយឬក៏កពឹសឬក៏បកាអីអញ្ចឹងណាប៉ុន្តែខ្ញុំធ្វើបែបសុកសែយើងធម្មតាអញ្ចឹងណាបងប្អូនហើយឥឡូវនេះបញ្ចូលទឹកមាត់បតាបញ្ចូលសលេងបតាលាបទឹកមាត់បតាហើយបងប្អូនអើយចារសជាតិគឺឆ្ងាញ់មែនតែនចាហើយបន្ទាប់មកយើងដាក់រោយម្ទេសរោយអីចឹងណាបងប្អូនចង់ហឹលឥឡូវនេះវីដេអូរបស់យើងបានឈានចូលដល់ទីបញ្ចប់ហើយបើបងប្អូនពេញចិត្តវីដេអូនេះសូមជួយចុច like និង share ម្នាក់មួយផងណាបាយបាយ